សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកជួបនាងខ្ញុំទៀតហើយជាមួយមុខម្ហូបមួយបែបដែលប្លែកនោះគឺញ័រពពាយចាប្រហែលជាបងប្អូនមួយចំនួនគាត់អាចដែរបានសាកយកពពាយមកធ្វើជាញ័របែបនេះណាដោយយើងភាគច្រើនយើងញ៉ាំតែផ្ទាប់ជាបន្លែឬក៏ឆាជាមួយសាច់គោអីចឹងណាចាប៉ុន្តែសម្រាប់មុខម្ហូបមួយមុខនេះគឺប្លែកហើយជឿជាក់ថាបងប្អូនដែលគាត់ភាគច្រើនចិញ្ចចូលថៃអីគាត់អាចនឹងបានស្គាល់ច្រើនសម្រាប់មុខម្ហូបមួយមុខនេះចាដែលយើងមានបន្ថែមទៅដោយពងមាន់ឬក៏ពងទាពេលដែលយើងញ៉ាំណាហើយយើងមានលាយជាមួយនឹងខ្ទិះដូងហើយនឹងដូងលីងនៅក្នុងនេះដែរដែលធ្វើឲ្យម្ហូបមួយមុខហ្នឹងពិតជាមានឱជារសហើយឈ្ងុយឆ្ងាញ់ខ្លាំងមែនតើបងប្អូនអាចសាកបានធានាថាឆ្ងាញ់ខ្លាំងមែនតើសម្រាប់បងប្អូនដែលចូលចិត្តម្ហូបប្រភេទញ័របែបនេះចាឥឡូវយើងទៅមើលគ្រឿងផ្សំរបស់យើងចាពពាយនេះខ្ញុំបានស្រោះទឹករួចហើយបន្ទាប់មកទៀតនេះគឺខ្ទឹមក្រហមដែលយើងបានហាន់ចំណិតស្ដើងចាហើយបន្ទាប់មកទៀតនេះគឺខ្ទិះដូងចាយើងធ្វើឲ្យខាប់ដោយយើងលាយជាមួយម្សៅហើយយកទៅឆាណាចាហើយពងមាន់ឬក៏ពងទាក៏បានចាហើយនេះគឺក្រូចឆ្មាបន្ទាប់មកទៀតគឺសាច់មាន់ដែលយើងបានស្ងោរហើយបេះរួចជាស្រេចចាបងប្អូនអាចបេះចំណិតប៉ុណ្្នឹងទៅហើយនេះគឺដូងលីងចាហើយនឹងខ្ទឹមបុកចាយើងអាចបុកចឹងណាបងប្អូនឲ្យម៉ត់ដើម្បីឲ្យចូលជាតិល្អចាបន្ទាប់មកទៀតគឺទឹកត្រីហើយម្ទេសបុកចាសម្រាប់ម្ទេសនេះបងប្អូនអាចប្រើម្ទេសស្រស់ក៏បានណាចាហើយបន្ទាប់មកទៀតនេះគឺម្សៅស៊ុបហើយនឹងបង្គាស្រស់បង្គានេះយើងស្រស់ឲ្យឆ្អិនមកចាហើយស្ករសជាមួយនឹងសណ្តែកដីបុកចាឥឡូវយើងទៅមើលរបៀបដែលយើងត្រូវរៀបចំបន្លែសាច់របស់យើងទាំងអស់គ្នាហើយក្នុងនេះខ្ញុំសូមបង្ហាញពីរបៀបដែលធ្វើឲ្យពពាយយើងនៅពណ៌ស្អាតល្អចានៅពណ៌បៃតងស្រស់ណាពេលដែលយើងស្រស់ទៅគឺវាអត់ប្រែពណ៌បងប្អូនចាដំបូងឡើយគឺយើងកាត់ពពាយយើងដូចដែលយើងកាត់រាល់ដងហ្នឹងគឺកាត់ក្បាលកាត់កន្ទុយធម្មតាហើយយើងយកទៅលាងទឹកឲ្យស្អាតណាយើងដាក់ឆ្នាំងដាំទឹកឲ្យពុះចាហើយបងប្អូនអាចថែមអំបិលប្រហែលជាកន្លះស្លាបព្រាកាហ្វេណាចាហើយយើងដាក់ពពាយយើងដើម្បីស្រស់បងអំបិលដើម្បីកុំឲ្យពពាយយើងបដូរទៅជាពណ៌ខ្មៅពេលឆ្អិនណាបងប្អូនដើម្បីពពាយយើងមាននៅពណ៌ស្រស់ស្អាតល្អចាបន្ទាប់មកទៀតបងប្អូនត្រូវការមានទឹកកកទឹកត្រជាក់ឬក៏ទឹកកកដាក់លាយអញ្ចឹងទៅដើម្បីស្រង់ពពាយយើងមកដាក់ក្នុងទឹកហ្នឹងដែលធ្វើឲ្យពពាយយើងស្រួយល្អចាហើយក៏ធ្វើឲ្យពពាយយើងរក្សាពណ៌បានល្អដែរអូខេហើយយើងត្រាំវាឲ្យលិចទឹកចឹងណានេះឥឡូវយើងស្រង់ពីទឹកហើយនិយាយថាពពាយយើងគឺពណ៌ស្អាតមែនតែនចាហើយបងប្អូនអាចយកមកហាន់ជាចំណិតស្ដើងចឹងទៅយើងត្រូវដាំទឹកម្ដងទៀតដើម្បីស្រស់បង្គាដែលយើងបានលាងបកសម្បកឲ្យស្អាតនេះចាហើយយើងខ្វេះយកអាចយកអីចេញអស់ចឹងណាចាយើងស្រស់បង្គាយើងឆ្អិនល្អមកបន្ទាប់មកទៀតគឺយើងដាក់ចានលាយជាមួយទឹកកកបន្តិចដែរដើម្បីធ្វើឲ្យសាច់បង្គាយើងរឹងល្អចាយើងត្រាំបង្គាយើងមកសបកទៅចាឥឡូវយើងចាប់ផ្ដើមយកសាច់ដូងរបស់យើងហ្នឹងមកលីងចាបងប្អូនលីងដូចយើងលីងអង្ករលីងអញ្ចឹងណាបងប្អូនចាយកពណ៌ប៉ិនអង្ករលីងហ្នឹងដើម្បីឲ្យដូងយើងឈ្ងុយល្អចាហ្នឹងបានហើយយើងអាចដួសដាក់ចានមួយឡែកមកចាហើយបន្ទាប់មកទៀតគឺយើងចាប់ផ្ដើមលាយខ្ទិះដូងយើងដែលក្នុងនោះខ្ញុំដាក់ម្សៅឆាចូលបន្តិចហើយចាដោយសារយើងប្រើខ្ទិះដូងស្រស់ហើយអញ្ចឹងអត់សូវខាប់ដូចខ្ទិះដូងកំប៉ុងអញ្ចឹងតើយើងធ្វើឲ្យរៀងខាប់តិចសម្រាប់មុខម្ហូបហ្នឹងចាយើងកូរវាឲ្យសព្វអញ្ចឹងមកយើងអាចយកខ្ទិះដែលយើងបានលាយហ្នឹងយកទៅដាំឲ្យពុះចាយើងដាំឲ្យពុះហើយយើងកូរឲ្យចូលខាប់បែបហ្នឹងណាបងប្អូនចាខាប់ដូចរបៀបត្រោះគោខាប់អញ្ចឹងណាចាប៉ុណ្ណឹងមកបានហើយយើងអាចដួសដាក់ចានម្លែកទៅអូខេបន្ទាប់មកទៀតយើងចាប់ផ្ដើមបេះសាច់មាន់យើងសាច់មាន់នេះខ្ញុំបានស្ងោរហើយចាបងប្អូនអាចសល់មាន់ពីសែនអីក៏គាត់អាចយកមកច្នៃធ្វើម្ហូបមួយមុខនឹងបានដែរចាយើងអាចបេះចំណិតស្ដើងមកល្មមទៅសម្រាប់ញ៉ាំគេយើងទុកវាមួយឡែកដែរបន្ទាប់មកទៀតសណ្តែកដីគឺយើងយកទៅបុកឲ្យម៉ត់ល្មមទៅចាហើយយើងដួសទុកមួយឡែកហើយសម្រាប់ខ្ទឹមវិញគឺនេះខ្ញុំប្រើ3កំពឹសចាហើយនេះខ្ញុំដាក់បុកវាឲ្យម៉ត់បែបនេះយើងទុកមួយឡែកដែរមកហើយបន្តមកទៀតនេះគឺខ្ទឹមក្រហមចាខ្ទឹមក្រហមនោះយើងហាន់ចំណិតស្ដើងដូចយើងធ្វើរាល់ដងណាបងប្អូនសម្រាប់ញ៉ាំណាចាហើយយើងទុកមួយឡែកដែរមកនេះគឺពងមាន់នេះខ្ញុំបានស្ងោររួចហើយចាយើងបកសម្បកឲ្យស្អាតចឹងមកចាហើយយើងអាចកាត់ពងមាន់យើងជាពាក់ឥឡូវយើងទៅមើលរបៀបលាយគ្រឿងរបស់យើង
ដំបូងឡើយគឺយើងដាក់ខ្ទឹមសដែលយើងបានបុកហ្នឹងចាយើងដាក់ខ្ទឹមសយើងចូលមុនគេហើយបន្ទាប់មកទៀតគឺយើងដាក់ឥឡូវយើងចាប់ផ្ដើមចាក់សណ្តែកដីដែលយើងបានបុកនឹងចូលហើយចុងក្រោយគេគឺយើងដាក់ដូងដែលយើងបានលីងនេះចូលហើយយើងច្បល់ចូលគ្នាឲ្យសព្វល្អអញ្ចឹងណាបងប្អូនចាតែប៉ុណ្្នេះឯងសម្រាប់មុខម្ហូបនេះងាយហើយពេលដែលយើងបានច្បល់រួចរាល់អស់ហើយគឺយើងអាចចាក់ដាក់ចានបានអញ្ចឹងណាបងប្អូនដាក់ចានហើយបងប្អូនអាចបន្ថែមជាមួយនឹងពងមាន់ឬក៏ពងទាព្រោះយើងញ៉ាំជាមួយនឹងពងមាន់ពងទាហ្នឹងគឺធ្វើឲ្យម្ហូបយើងមានរសជាតិរសកាន់តែឆ្ងាញ់ណាចាអូយតំណងខ្លាំងមែនតើចាឥឡូវយើងអាចបន្ថែមពងមាន់ដែលយើងបានហាន់ពីលើហ្នឹងទៅអូខេរួចរាល់ជាស្រេចសម្រាប់មុខម្ហូបមួយមុខនេះគឺជាឈ្ងុយឆ្ងាញ់ខ្លាំងមែនតើចាឥឡូវវីដេអូនេះខ្ញុំបានមកដល់ទីបញ្ចប់ហើយដូច្នេះបើសិនបងប្អូនពេញចិត្តសម្រាប់វីដេអូមួយហ្នឹងកុំភ្លេចជួយ Subscribe and Share Channel នាងខ្ញុំផងហើយបើសិនបងប្អូនកំពុងទស្សនានៅលើ Facebook សូមកុំភ្លេចជួយ Like Page ហើយនិង Share សម្រាប់មុខម្ហូបមួយមុខនេះផងអរគុណច្រើនសម្រាប់ការទស្សនាបាយបាយជួបគ្នានៅវីដេអូក្រោយ